មួយយើងមានពាក្យថា bathroom យើងប្រើថាបន្ទប់ទឹក bathroom bedroom យើងប្រើថាបន្ទប់គេង bedroom បន្ទប់គេងមួយទៀត dining room បន្ទប់ទទួលទានអាហារ dining room មួយទៀតគឺ garage គឺកន្លែងទុករថយន្តណា garage មួយទៀតគឺ garden គឺសួនច្បារ សួនច្បារមួយទៀត hall ហ្នឹងគឺសាលណាកន្លែងទលាយយើងមើល hall ណា and a kitchen គឺបន្ទប់បាយ a kitchen ណាបន្ទប់បាយ a living room នឹងបន្ទប់ទទួលភ្ញៀវ living room តមកទៀតយើងមានថា study ជា noun យើងប្រែមកថាបន្ទប់សិក្សា study ហើយមួយទៀតគឺ a toilet គឺបន្ទប់ទឹក toilet បន្ទប់ទឹកបន្ទប់នេះណាកន្លែងយើងបាត់ដៃបាយជឿហ្នឹងបកូនហ្នឹងណា toilet យើងចូលទៅដល់ parts of a room ផ្នែកនៃបន្ទប់វិញម្ដងយើងមានពាក្យថា balcony យើងប្រែមកថាយកមកផ្ទះណាឥឡូវយើងចូលមកផ្ទះជាន់ទី1មិនយកចូលមកមើលហ្នឹងអាហ្នឹងហៅថា balcony a ceiling គឺពិដានខាងលើផ្នែកខាងលើនៃផ្ទះយើងហ្នឹងដើរលើក្បាលនៅលើក្បាលយើងហ្នឹងគេថា ceiling ពិដានហើយនឹងពាក្យថា floor យើងប្រែថាកម្រាលណាfloor ឬមួយក៏ឥដ្ឋហ្នឹងក៏បានដែរហ្នឹង floor ណា the stairs ហ្នឹងគឺជាដើរជើងណា stair ជាដើរជើងយើងដើរលើជើងមួយកម្មពីកម្មហ្នឹងហៅថា stair the wall គឺជញ្ជាំងណា the wall ជញ្ជាំងទី3គឺ things in a room របស់របរឬក៏វត្ថុនៅក្នុងបន្ទប់មានន័យខ្លះយើងមានពាក្យថា an armchair គឺកៅអីដែលមានដៃដែលយើងអាចដាក់ដៃត្របានហ្នឹងគេថា armchair ជាទូទៅវានៅជាមួយសាឡុងវិញហ្នឹង armchair ទី2យើងមានតែ a bath នេះគឺសំដៅទៅលើកន្លែងងូតទឹកណា a bath កន្លែងងូតទឹកa bed នេះគឺគ្រែណា a bath គ្រែa carpet កម្រាលជូតជើងកម្រាលហ្នឹងហៅថា carpet ហើយយើងមាន the cooker យើងប្រែមកថាចង្ក្រានណា cooker ចង្ក្រានមកទៀតយើងមានពាក្យថា cupboard យើងប្រែមកទូដាក់ចានណា cupboard ទូដាក់ចានណាឬនេះក្នុងបន្ទប់នេះដាក់បើយើងនៅក្នុងបន្ទប់គេងបន្ទប់នេះយើងដាក់ថាអាចទៅទូនេះក៏បានដែរទូដាក់កៅអៅក៏បានដែរណា cupboard fireplace កន្លែងយើងអាំងភ្លើងណា fireplace នៅផ្ទះគេខេត្តតំបន់នោះនៅល្ងាគេមាន fireplace មួយដើម្បីអាំងភ្លើងក្នុងផ្ទះគេណា fridge ទូទឹកកក a fridge ទូទឹកកក a lamp ពូលភ្លើងណា lamp ពូលភ្លើងដាក់លើក្បាលតនេយ៉ាងនេះហ្នឹងគេហៅថា a lamp a light ហ្នឹងគឺពូលយើងហ្នឹងពូលម៉ែនពួយហ្នឹងគេហៅថា light a mirror គឺកញ្ចក់ a mirror កញ្ចក់
a plant plant យើងប្រើថារុក្ខជាតិ plant រុក្ខជាតិ shelf ជាឯកវចនៈ shells ជាពហុវចនៈហ្នឹងយើងប្រែមកថាធ្នើណាធ្នើដាក់ឲ្យវាយវ៉ាន់នេះហ្នឹងគេហៅថាធ្នើ shelf a shower គឺទឹកកាឈូកណាទឹកដែលយើងមួយតែប្រើប្រាស់កាឈូកហ្នឹងគេហៅថា shower មួយទៀតគឺមានពាក្យថា sofa ឬមួយក៏ couch sofa និង couch គឺមានន័យដូចគ្នាទេគឺយើងប្រើថាសាឡុងណាសាឡុងយើងអង្គុយលេងហ្នឹងគឺ a couch ចុងក្រោយយើងមានពាក្យថា a washing machine យើងប្រែមកថាម៉ាស៊ីនបោកខោអាវ a washing machine